ngày nayយើងទៅកោះពេជ្រដោយទៅកម្មវិធីទីពេជ្រដែលដឹកនាំដោយសាលា NTTI មុនឡើងទៅសាលាបានចែកបាយម្នាក់មកប្រអប់ក៏ឆ្លៀតថតវីដេអូនេះគឺជាមិត្តរួមថ្នាក់នេះគឺអនុប្រធានរបស់យើងហើយយើងក៏ឆ្លៀតទៅទិញទឹកផឹកតមកឡើងឡានក្រុងដោយសារយើងនៅលើឡានយូរដែរចឹងទៅយើងក៏គិតថាអានសភៅបន្តិចសំខាន់សភៅនេះសភៅ hacker ទៀតបន្តមកទៀតយើងក៏ទៅសម្ដែងអានសភៅចឹងទៅហើយបើសិនជាចង់បានសតសភៅទាំងអស់ហ្នឹងយ៉ាងបុកមកខ្ញុំបាញ់ឲ្យទាំងអស់ចង់ទាញចូលក្រុមសភៅហ្នឹងក៏បានដែរចឹងនៅពេលដែលអានហើយក៏ឆ្លៀតថតទេសភាពនៅក្រៅឡានតែមួយចង់នៅពេលដែលជាបានប្រហែលទីក៏ដល់វងមូលវាមានឯករាជ្យតមកក៏បានឆ្លងចូលដល់កោះពេជ្រឃើញទន្លេល្វឹងល្វើយក៏ឆ្លៀតថតតាមបញ្ចក់ឡានបន្តិចទៅអានេះគឺពេលយើងដល់ទីតាំងហើយក៏បានចុះរួចក៏ដើរសម្ដៅទៅកន្លែងកម្មវិធីរបស់យើងចឹងនៅកន្លែងនេះគឺអត់តបានចូលទេគឺសាលាក៏បានហៅថតបន្ទាប់ពីថតរួចហើយយើងក៏ដើរចូលទៅក្នុងដូចដែលបានឃើញចឹងមនុស្សគឺចូលរួមច្រើនគឺសុទ្ធតែសន្និសិទមកពីវិទ្យាស្ថានឬក៏សាកលផ្សេងដែលមកកម្មវិធី TVET នេះពេលជឿនមកដល់ខាងក្នុងគឺមានគេលក់នំដូចជានំខេកហើយក៏មានដូចជាកាហ្វេមានសម្ភារៈដូចហូបអាម៉ងជាដើមហើយក៏មានគេលក់កូនឈើដូចគ្នាកន្លែងកូនឈើគឺនៅកណ្ដាលបានថតនេះជាទស្សនវិជ្ជានៅដើរមើលបច្ចេកវិទ្យាដែលសន្និសិទយើងបានធ្វើឡើងដើរមកដល់កន្លែងនេះក៏ចូលមើលបច្ចេកវិទ្យាមួយដែលប្រទេសសូឡាហ្នឹងគឺវា tracking blue គឺវាដេញតាមគឺមានចលនាទៅមកមើលផ្ទះហើយក៏ងាកទៅរកកន្លែងផ្កាយណប់មើលពី search បងតែគាត់បានបញ្ចូលអីចឹងទៅចឹងនៅពេលដែលបានមើលហើយយើងក៏ទៅមើលសោះច្បងយើងផ្សេងទៀតចឹងថ្ងៃនេះគឺគាត់បង្ហាញពី project របស់គាត់ដែលគាត់បានធ្វើឡើងគឺកន្លែងស្ថានីយ៍ចាក់សាំងចឹងកន្លែងហ្នឹងគឺគាត់ប្រាប់ពីរបៀបដំណើរការរបស់វាហើយនេះគឺជាអគ្គិសនីហើយក៏មានដ្រូនផងដែរចឹងនោះដ្រូនហើយក៏បានស្ដាប់គាត់បញ្យល់នៅ YouTube ហើយក៏យើងគាត់ឲ្យយើងតេស្តទាំងអស់គ្នាផងដែរបន្តមកទៀតក៏ដើរទៅមុខទៀតក៏ឃើញ VR ក៏ចូលសាក VR ជាមួយមិត្តរួមថ្នាក់របស់យើងក៏នាំគ្នាតេស្តម្ដងមួយចឹងមើលខ្ញុំធ្វើដៃនេះពួកគាត់ធ្វើដៃនេះគឺគាត់វាយភ្លេងវាយ skirt នៅក្នុង VR ហ្នឹងកន្លែងតែសប្បាយជាមួយបច្ចេកវិទ្យាហ្នឹងក៏យើងបានចូលរួមស្ដាប់វាគ្មិននឹងយឺតបន្តិចចឹងយើងស្ដាប់នេះចូលប្រហែល1ម៉ោងជាងទៅមកក៏ចេញវិញព្រមណាទៅកន្លែងឡានដើម្បីធ្វើដំណើរមកសាលាវិញសាលាទៅផ្ទះអីទៅផ្ទះវិញនៅពេលហ្នឹងមេក៏ចាប់ផ្ដើមងឹតហើយក៏រកភ្លៀងមិនរកភ្លៀងគឺភ្លៀងហ្មង
តមកយើងក៏នាំគ្នាប្រញាប់ចូលឡានទៅមកសៅអញ្ចឹងហើយយើងក៏បានធ្វើដំណើរមកសាលាវិញដើម្បីមកផ្ទះចាំវីដេអូមានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូទី2ទៀតThank you